មកឈ្មោះអីឈ្មោះវឌ្ឍនាបង វឌ្ឍនា បាទ ញឹមវ៉ាន់ឌី បងភេទចាក់ប៊ូស្រងបងប្រទេសណា ពូស្រងបងកម្ពុជា សុំមើលលេខកូដសិនបង អូមើលលេខកូដមកគាត់ កម្ពុជាបង ធ្លាប់ញ៉ាំប៊ូស្រងពីមុនអត់ ធ្លាប់បងធ្លាប់ ធ្លាប់មែនតើ បាទរសជាតិឆ្ងាញ់ ដុតអត់ ដិត ជ្រៅអត់ ជ្រៅ ជ្រៅប៉ុណ្ណា ជ្រៅខ្លាំង អូតើប៊ូស្រងមានកំប៉ុងប្រហែលប្រភេទបង ពីរប្រភេទបងមួយចិត្តរៀងមូលមួយចិត្តរៀងវែងអានេះវែងមួយចិត្តមូលបងតែពីញ៉ាំមកខ្ញុំគ្រប់អាយុ10វ័យខ្ញុំហ៊ានញ៉ាំ ผมមិនត្រូវចង់ឲ្យមួយទៀតបងសុំមួយទៀតនេះវាអូខេ ខ្ញុំមានជាកូនខ្មែរយើងកុំភ្លេចកូនត្រផលិតផលរបស់ខ្មែរដូចជា boost strong ជាដើម ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំចង់ឲ្យប្រជាជនកម្ពុជាយើងចូលរួមគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នា យើងមានតែរួមគំនិតគ្នាគ្រប់គ្រងផលិតផលរបស់ខ្មែរទេបើតែយើងអត់គ្រប់គ្រងតើមានអ្នកណាមកគ្រប់គ្រងរបស់យើងអញ្ចឹងយើងទាំងអស់គ្នាផ្ដើមគ្នាគ្រប់គ្រងរបស់ខ្មែរខ្លួនយើង ចង់ផ្ដាំទៅដល់ប្រជាជនកម្ពុជាទាំងអស់គ្នាជួយញ៉ៃខ្ញុំផងមួយយូរពេក ឲ្យគេមិនញ៉ៃវិញ ហើយបងមួយពង អូត្រូវទៀត វាជាតិវាផ្អែមអត់សូវផ្អែមខ្លាំងពេកទៅវាអត់ទៅខាក់កអញ្ចឹងទៅយើងអាចទទួលយកបានឆ្ងាញ់ តិចត្រូវឡានអីទៅមកទៅ ត្រូវឡានអីមកដល់ខ្ញុំអត់ឡាន ជុំត្រូវទៀតត្រូវរហូតហ្នឹងលុយមកដែរមកដែរឃើញញ៉ាំតំណង ឆ្ងាញ់បងឆ្ងាញ់ ថ្ងៃ រសជាតិផ្អែមល្មមអត់ផ្អែមខ្លាំងផ្អែមល្មម អូដាក់កកនេះដាក់កកអែ តែតកទៅឆ្ងាញ់ទៀត ហ្នឹងហើយឥឡូវខ្ញុំជូនបងកំប៉ុងទៀតមក បាទបាទ ជូនបងកំប៉ុងទៀត បាទអរគុណបង អរគុណបងទៅណាសុខសប្បាយអរគុណបាយបាយ